អ្នកវិទ្យាសាស្ត្រម្នាក់បានបង្កើតផលិតផល3យ៉ាងដែលបានសម្លាប់មនុស្សច្រើនបំផុតលើពិភពលោកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិរួមទាំងខ្លួនលោកផ្ទាល់ខាងក្រោមនេះជាសាច់រឿងរបស់គីមីវិទូលោក Thomas Mitchell និងដំណើរដំតូងនៃផលិតផលរបស់លោកដែលនាំមកនូវគ្រោះមហន្តរាយដល់ពិភពលោករហូតដល់សព្វថ្ងៃនៅក្នុងឆ្នាំ1908ក្នុងទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិកមាននារីម្នាក់បានបើកបរឡានឆ្លងកាត់ស្ពានស្រាប់តែភ្លាមៗនោះឡានរបស់នាងក៏រលត់អ្នកដំណើរប្រុសម្នាក់បានចុះមកជួយនាងហើយការជំនុំនោះការបញ្ឆេះឡានត្រូវធ្វើឡើងដោយដែករវៃដែលគេហៅថា hand crank ជាអកុសលនៅពេលដែលបរិសនោះកំពុងបញ្ឆេះរថយន្តលោកមិនអាចបញ្ឈប់ដែករវៃដែលជាហេតុធ្វើឲ្យដែករវៃបុកស្គៀមរបស់លោកហើយបានស្លាប់ដោយសារតែរបួសបរិសអ្នកដំណើរម្នាក់នោះត្រូវបានគេស្គាល់ថាជាលោក Byron Carter ដែលជាស្ថាបនិកនៃក្រុមហ៊ុនរថយន្តរបស់លោកឈ្មោះ Carter Car Company លោកក៏ជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ម្ចាស់ក្រុមហ៊ុនឡាន Cadillac គឺលោក Henry Leland លោក Henry Leland មានអារម្មណ៍រន្ធត់និងសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់មិត្តសម្លាញ់របស់លោកជាហេតុដែលធ្វើឲ្យលោកសម្រេចចិត្តក្នុងការដកចេញនៅដែករវៃក្នុងការបញ្ឆេះឡានជំនួសមកវិញនៅការបញ្ឆេះដោយខ្លួនឯងលោក Henry បានតែងតាំងវិស្វករម្នាក់ឈ្មោះ Charles Kettering ដើម្បីសម្រេចបាននៅការងារនេះក្នុងឆ្នាំ1911លោក Charles បានផលិតសម្រេចនៅគំរូឡានដែលបញ្ឆេះដោយខ្លួនឯងហើយឡានដំបូងគេបំផុតលើពិភពលោកដែលបញ្ឆេះដោយខ្លួនឯងគឺ model Cadillac Series ដែលវាមានថាមពលខ្លាំងជាងឡានចំនួនមុនឡាន model នេះរត់បានល្បឿនខ្ពស់បំផុតនៅចន្លោះ60គីឡូម៉ែត្រក្នុង1ម៉ោងនិងផលិតបាន40កម្លាំងសេះឡាន model Series នេះបានបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុនគុណនឹង2ក៏ប៉ុន្តែវាមានបញ្ហាត្រង់មួយថាសំឡេងដ៏ខ្លាំងពីម៉ាស៊ីនរបស់វាជាសំណាងល្អបញ្ហានេះអាចដោះស្រាយបានយ៉ាងងាយដោយគ្រាន់តែធ្វើការផ្លាស់ប្ដូរនៅប្រភេទអ៊ីនធឺណិតដូច្នេះហើយលោក Charles បានតែងតាំងវិស្វករវ័យក្មេង27ឆ្នាំម្នាក់លោក Thomas Mitchell ដើម្បីដោះស្រាយបញ្ហាមួយនេះ Thomas បានធ្វើការពិសោធន៍លើសារធាតុជាច្រើនប្រភេទចាប់ពីប័ររលាយជាមួយនឹង camphor ទៅដល់អេទីលអាសេតាតនិងអាលូមីញ៉ូមក្លរ៉ាយក្នុងសារធាតុទាំងអស់ដែលលោកបានតេស្តគ្មានសារធាតុមួយណាដែលជួយធ្វើឲ្យកាត់បន្ថយសំឡេងនោះទេលើកលែងតែសារធាតុអេតាណុលដែលអាចជួយបញ្ឈប់នៅរំញ័ររបស់ម៉ាស៊ីនក៏ប៉ុន្តែគាត់ត្រូវការលាយអេតាណុលរហូតដល់ 10% នៃល្បាយទាំងអស់របស់ឥន្ធនៈដើម្បីឲ្យវាមានប្រសិទ្ធភាពចំនួនដ៏ច្រើនបែបនេះវាអាចនឹងធ្វើឲ្យអេតាណុលឡើងថ្លៃហើយវាពិបាកក្នុងការរកប្រាក់ចំណេញដល់ក្រុមហ៊ុនគោលបំណងធំរបស់ Thomas គឺការផ្ដោតទៅលើសារធាតុដែលចំណាយតិចងាយស្រួលក្នុងការផលិតនិងមានប្រសិទ្ធភាពខ្ពស់ទោះបីប្រើនៅចំនួនតិចដូច្នេះហើយគាត់នៅបន្តព្យាយាមតេស្តសាកល្បងបន្តទៀតបន្ទាប់ពីការសាកល្បងអស់រយៈពេល5ឆ្នាំទីបំផុតនៅថ្ងៃទី3ខែធ្នូឆ្នាំ1923លោកបានរកដំណោះស្រាយដ៏ល្អបំផុតគឺសារធាតុ Tetraethyl lead សារធាតុនេះវាផ្ទុកនៅអាតូមសំណជាសារធាតុពុលប៉ះពាល់ដល់ប្រព័ន្ធប្រសាទនិងការលូតលាស់របស់ខួរក្បាលរបស់មនុស្សលោក Mitchell ដឹងអំពីបញ្ហាទាំងអស់នេះក៏ប៉ុន្តែលោកមិនបានអើពើជាមួយនឹងបញ្ហាទាំងអស់នេះទេលោកបានសហការជាមួយនឹងក្រុមហ៊ុនឡានធំៗនៅសហរដ្ឋអាមេរិកដូចជា General Motors, DuPont និង Standard Oil Mitchell និង Kettering បានដាក់ឈ្មោះឥន្ធនៈថ្មីរបស់លោកជា Ethyl ដែលមានឈ្មោះស្រដៀងទៅនឹងសារធាតុគីមីសាមញ្ញម្យ៉ាងទៀតឈ្មោះអេតាណុលនៅក្នុងឆ្នាំដដែលនោះការប្រឹងឡាននៅសហរដ្ឋអាមេរិកចំណាត់ថ្នាក់កម្ពុជាទាំង3សុទ្ធសឹងតែបានប្រើឥន្ធនៈ Ethyl របស់ Mitchell ដោយហេតុនេះហើយទើបបានធ្វើឲ្យតម្រូវការ Ethyl កើនឡើងយ៉ាងគំហុកដែលទាមទារឲ្យមានការបង្កើតរោងចក្រថ្មីបន្ថែមទៀតនៅរដ្ឋ New Jersey ការបង្កើតរោងចក្រថ្មីនោះមិនបានប្រមាណខែផងកម្មកររោងចក្ររាប់សិបនាក់បានពោលនៅសារធាតុសំណហើយចំនួន5នាក់ទៀតបានបាត់បង់ជីវិតដើម្បីបញ្ជៀសនឹងការតវ៉ានិងការចុះផ្សាយពីអ្នកកាសែត Mitchell បានចាក់ Ethyl នៅលើដៃរបស់លោកហើយស្រូបក្លិនវារយៈពេល1នាទីនៅក្នុងសន្និសីទនិងធ្វើការប្រកាសទៅសាធារណៈថា Ethyl របស់លោកគឺពិតជាមានសុវត្ថិភាពក្នុងឆ្នាំ1950មានរថយន្តរាប់សិបលានគ្រឿងបានប្រើប្រាស់ឥន្ធនៈរបស់ Mitchell ដែលបានបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាសហើយវាបានបង្កផលប៉ះពាល់ដល់ធ្ងន់ធ្ងរដល់បញ្ហាសុខភាពរបស់មនុស្សតាមការស្រាវជ្រាវមួយដែលពិនិត្យទៅលើទារកដែលមានផ្ទុកសារធាតុសំណបានជះឥទ្ធិពលដល់ការសិក្សាការចុះខ្សោយនៃ IQ និងការបង្កហិង្សាជាដើមការសិក្សាបន្តមកទៀតក៏បង្ហាញដែរថាសិស្សដែលមានផ្ទុកសំណនៅក្នុងឆ្អឹងភាគច្រើនគឺបរាជ័យការសិក្សានៅក្នុងថ្នាក់វិទ្យាល័យ
ដោយសារតែបែបនេះហើយទើបអង្គភាពប្រឆាំងនឹងគ្រប់គ្រងជំងឺអាមេរិកហៅកាត់ថា CDC បានកំណត់កម្រិតសុខភាពសមាសធាតុសំណនៅក្នុងឆ្អឹងចុះពី60មីក្រូក្រាមក្នុង1ដេស៊ីលីត្រមកត្រឹមតែ3.0 មីក្រូក្រាមវិញយោងទៅតាមការសិក្សាមួយនៅក្នុងឆ្នាំ2022បានបង្ហាញឲ្យឃើញជាងពាក់កណ្ដាលនៃប្រជាជនអាមេរិកគឺប្រហែលនឹង170លាននាក់ដែលមានផ្ទុកសារធាតុសំណពីវ័យកុមារដែលភាគច្រើនពួកគេកើតនៅចន្លោះឆ្នាំ1951ដល់ឆ្នាំ1980ការសិក្សានោះក៏បានបញ្ជាក់ដែរថាពិភពលោកបានបាត់បង់ពិន្ទុ IQ ជាង800លានពិន្ទុដែលជាហេតុនាំឲ្យពិភពលោកសប្តាហ៍មានបញ្ញាខ្សោយជាងមនុស្សមួយសតវត្សមុនលើសពីនេះទៅទៀតសហរដ្ឋអាមេរិកក៏បានបង្ហាញពីការកើនឡើងនៃឧក្រិដ្ឋកម្មនៅចន្លោះឆ្នាំ1977ទៅដល់ឆ្នាំ1990តែនេះអាចបង្ហាញថាមនុស្សដែលមានសមាសធាតុសំណនៅក្នុងឈាមខ្ពស់បានធំឡើងហើយបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មមែនទេលោកអ្នកអាចមិនជឿក៏ប៉ុន្តែស្ថិតិពីការស្រាវជ្រាវពីបណ្ដាប្រទេសផ្សេងៗទៀតនៅអឺរ៉ុបក៏បានបង្ហាញពីទំនាក់ទំនងនេះស្រដៀងទៅនឹងលទ្ធផលការសិក្សានៅសហរដ្ឋអាមេរិកដែរវាពិតជាពិបាកក្នុងការប្រមាណមើលពីចំនួនអ្នកស្លាប់ដោយសារសមាសធាតុសំណហើយជំងឺមួយផ្សេងទៀតដែលគេមិនសូវចាប់អារម្មណ៍នោះគឺជំងឺគាំងបេះដូងការសិក្សាមួយនៅឆ្នាំ2018បានបញ្ជាក់ថាមនុស្សជាង200,000នាក់នៅសហរដ្ឋអាមេរិកបានស្លាប់ដោយសារការគាំងបេះដូងជារៀងរាល់ឆ្នាំហើយជាងមួយសតវត្សនេះមនុស្សជាង25លាននាក់នៅសហរដ្ឋអាមេរិកបានស្លាប់និងទូទាំងសកលលោកទិន្នន័យអាចកើនឡើងច្រើនជាង100លាននាក់បានបាត់បង់ជីវិតទាំងនេះគឺជាលទ្ធផលនៃការដាក់បញ្ចូលសមាសធាតុសំណទៅក្នុងអ៊ីនធឺណិតរបស់លោក Thomas Mitchell ទាំងដែលលោកបានដឹងថាវាមានសារធាតុពុលយ៉ាងខ្លាំងតែដើម្បីតែផលចំណេញយ៉ាងច្រើនលោកមិនបានគិតពីបញ្ហាទាំងអស់នេះការដុតសំណទៅក្នុងម៉ាស៊ីនបានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សមុទ្រចលសត្វរួមទាំងឆ្អឹងរបស់ពួកយើងផងដែរប្រទេសជប៉ុនជាប្រទេសដំបូងគេដែលបានបិទហាមក្នុងការប្រើប្រាស់អ៊ីនធឺណិតដែលផ្ទុកសមាសធាតុសំណនៅឆ្នាំ1986តាមដោយប្រទេសផ្សេងៗទៀតប្រទេសនីសេរីជាប្រទេសចុងក្រោយដែលបានបិទនៅឆ្នាំ2021អង្គការសហប្រជាជាតិបានគណនាពីផលចំណេញនៃការបញ្ឈប់ការប្រើប្រាស់អ៊ីនធឺណិតសំណរហូតដល់ $2.45 trillion និងបានជួយជីវិតមនុស្សរាប់លាននាក់ឲ្យបានរស់រានមានជីវិត